ជំរាបសួរនាងខ្ញុំអ្នកគ្រូបៃចាន់តំណាងឲ្យគណៈគ្រប់គ្រងនៃសាលាអន្តរជាតិ Planet ថ្ងៃនេះសាលារបស់យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានជួបជុំសិស្សានុសិស្សដើម្បីអបអរសាទរទិវាកុមារនិងកិច្ចគាំពារកុមារក្នុងនោះរួមមានខួបលើកទី77ទិវាកុមារ1មិថុនានិងទិវាកុមារកម្ពុជាថ្ងៃទី12មិថុនាឆ្នាំ2026សាលារបស់យើងខ្ញុំបានប្រារព្ធនៅពិធីជួបជុំកុមារដើម្បីចង់បន្លឺនៅសម្លេងនិងផ្ញើសារដ៏មានអត្ថន័យនេះទៅកាន់កុមារពិភពលោកនៅក្នុងពិភពលោកយើងនេះមិនថាកុមារនៅទីកន្លែងណានោះទេឬក៏មានពណ៌សម្បុរបែបណាឬក៏មានជីវភាពមានឬក្រនោះទេពួកគាត់សុទ្ធសឹងតែមាននៅសិទ្ធិស្មើគ្នាដោយទទួលបាននូវក្តីស្រឡាញ់សុវត្ថិភាពការគាំពារនិងការអប់រំដ៏មានអត្ថន័យពិភពលោកដ៏ស្រស់បំព្រងមួយទៅបានគឺអាស្រ័យទៅលើកុមារទាំងមូលដែលជៀសវាងពីការរំលោភបំពានការកេងប្រវ័ញ្ចពលកម្មរបស់កុមារគ្រប់ទម្រង់យើងខ្ញុំជឿជាក់ថាស្នាមញញឹមរបស់កុមារគឺជាសន្តិភាពនិងជាអនាគតទាំងមូលរបស់ពិភពលោក